បាទសួស្តីបងប្អូនទាំងអស់គ្នាបាទបងប្អូននេះគឺរូបភាពមួយដែលយើងត្រូវយកក្បត់ឲ្យស្រួលទូចតម្រូវការធ្វើការចោះក្តារជាបងប្អូនចោះក្តារជាមិនមែនចេះចោះទេគឺមានទីតាំងនៃការចោះរបស់គេឲ្យបានត្រឹមត្រូវបន្ទាប់ពីយើងចាក់ចោះហើយគេនឹងបូមផ្ទុះទឹកដក់នៅក្នុងត្រចៀកអណាលបង្ហូរចេញដើម្បីធ្វើឲ្យអ្នកជំងឺគាត់បាត់ហឹងត្រចៀកស្ដាប់បានមកវិញបាត់ណែនត្រចៀកបងប្អូនឃើញទេនៅពេលដែលបូមវាចេញណាឃើញហ្នឹងឃើញទឹកហ្នឹងទឹកលោតចេញមកណាហូរចេញមកហើយទឹកបាទតើបូមទៅអស់នេះតើបើយើងបូមម្ដងទៀតបូមទៀតបងប្អូនឃើញនេះទឹកនៅលើกระดาษជាតិហ្នឹងឃើញទឹកហ្នឹងបាទបូមហើយតើបើយើងបូមហើយយើងយកបំពង់បង្ហូរទឹកដូចទៅយោchứបងប្អូនបាទអញ្ចឹងបន្តមកយើងយកបំពង់ហ្នឹងយើងយកដាក់នៅក្នុងกระดาษជាតិរបស់យើងដើម្បីជាផ្លូវមួយឲ្យទឹកហូរចេញមកបាទធ្វើឲ្យអ្នកជំងឺគាត់ស្ដាប់បានលេងថឹងតិចលេងណែនតិចគាត់កើតនឹងរយៈពេលប្រហែលជាមួយឆ្នាំជាងហើយគាត់ថាហឹងស្ដាប់អត់បានទេណែនធ្ងន់តិចគាត់ព្យាយាមជាបានដែរប៉ុន្តែវាអត់ធូរបាទអញ្ចឹងទៅអស់ពេទ្យច្រើនដែរតែពេលមកជួបខ្ញុំឃើញថាគាត់ត្រូវការដល់អាយដោយសារតែគាត់ស្ដាប់ធ្ងន់ជាងមុនថ្លង់ជាងមុនស្ដាប់ខ្សោយជាងមុនហឹងណែនតិចតែម្ដងអញ្ចឹងត្រូវការដាក់ដើម្បីជួយសង្គ្រោះក្នុងការស្ដារការស្ដាប់របស់គាត់មកវិញយើងគាត់ថាចោះឲ្យពឹបអ្នកជំងឺអាចស្ដាប់បានតជាងមុនប្រសើរជាងមុនបាទបងប្អូនអរគុណបងប្អូនទាំងអស់គ្នា